អុចធប់អុចអីបន់ស្រន់លោតាដំបងក៏ញុងអីណាសូមឲ្យខ្ញុំបានសុខសូមឲ្យខ្ញុំមានសេរីសូមឲ្យខ្ញុំកសាងផ្ទះបានថ្មីអីទៅសូមមិនបានលោតាដំបងក៏ញុងណាបើសូមបានគ្រប់តែគ្នាម្លេះអ្នកបាត់ដំបងបានផ្ទះធំប្រពន្ធញោមហើយញាតិញោមមាននៅសទ្ធាមាននៅវិរិយធម៌ណាមាននៅការព្យាយាមប្រឹងប្រែងចឹងទៅក៏បានគេឋានល្អប្រពៃប្រសើរដែលអាចប្រព្រឹត្តទៅបានជាលទ្ធផលល្អណាមានធនធានមានអីហ្នឹងក៏ជាសិរីសួស្តីណាជាសិរីសួស្តីដែលកើតអំពីបុណ្យកុសលរបស់យើងនឹងដែរបានន័យថាយើងធ្វើល្អហើយបានចិត្តតែមានបានកុំថ្កឹងរុងរឿងទៅណាអាស្រ័យនឹងវិរិយធម៌អាស្រ័យនឹងមានសេចក្តីល្អប្រឹងប្រែងតស៊ូណាប្រកបកិច្ចការងារដោយសមាអាជីវោមិនទៅលួចទៅឆក់ប្លន់កឹបកេងប្រវាញ់ទ្រព្យសម្បត្តិអ្នកដតីអីទៅទេណាប្រឹងប្រែងដោយកម្លាំងញើសឈាមហ្នឹងហើយហ្នឹងគឺបានមកដោយតិចតិជុំហ្នឹងគឺជាសេចក្តីសុខសេចក្តីចម្រើនហើយណាញាតិញោមហ្នឹងហើយរឿងដែលសុខចម្រើនសេរីសួស្តីនៅក្នុងគេឋានមែនទែនទៅរឿងផ្ទះរឿងសម្បែងរឿងអីនេះវាគ្រាន់តែជាទីសេនាសនៈគ្រឿងដើម្បីស្នាក់អាស្រ័យនៅអីប៉ុណ្្នឹងឯងតូចធំអីយ៉ាងណាក៏ទៅតាមនឹងទៅណាថ្មីក្តីចាស់ក្តីអីយ៉ាងណាប៉ុន្តែដើម្បីបានសេរីសួស្តីមែនទែនគឺអ្នកដែលនៅក្នុងផ្ទះនឹងណាញាតិញោមណាអ្នកនៅក្នុងគេឋាននឹងមិនផ្ទះធំទៅក៏ជប់សេរីសួស្តីឲ្យធំធេងអីទៅតាមនឹងអត់ទេធំណាធំណីប៉ុន្តែបើអ្នកដែលនៅក្នុងគេឋាននឹងអត់មានសេរីសួស្តីក៏វាអត់មានន័យអីតិចតិជុំទៅដែរណាញោមប៉ុន្តែក្រាន់ចម្រើនពោលថាញោមក្រុមគ្រួសារទាំងអស់គ្នានេះដែលអាចដើម្បីមានលទ្ធភាពកសាងហើយជួបជុំតកូលក្រុមគ្រួសារបានន័យថាមានសេរីក្នុងខ្លួនហើយណាសេរីសួស្តីក្នុងខ្លួនមានគេហៅពុញ្ញសេរីណាសេរីគឺបុណ្យកុសលដែលបានសន្សំពីយូរយារមកជាបបេកតបញ្ញតាក្តីក្នុងពេលបច្ចុប្បន្នយ៉ាងណាយ៉ាងណីអីក្តីទៅសម្រេចបានណានៅសេចក្តីសុខសេចក្តីចម្រើនអញ្ចឹងយើងក៏មិនមែនថាណាចង់បានសេចក្តីសុខសេចក្តីចម្រើនត្រឹមប៉ុណ្្នឹងទេក៏នឹងចង់បានរស់រៀនមានជីវិតដោយសុភមង្គលបន្តតទៅមុខអីទៀតអញ្ចឹងណាញាតិញោមគ្រប់គ្នាហ្នឹងហើយយើងអត់មានពីណាចង់ជួបទុក្ខចង់ជួបភ័យអីទេមិនអញ្ចឹងញាតិញោមអត់មានចង់បាត់សេរីសួស្តីសុភមង្គលទេនោះយើងប្រាថ្នាគ្រប់ទាំងគ្នាហ្នឹងចង់បានសេរីសួស្តីសុខចម្រើនហ្នឹងហើយអញ្ចឹងរឿងសេរីសួស្តីសុខចម្រើននេះគឺអាស្រ័យលើយើងទាំងអស់គ្នានឹងឯងណាញាតិញោមហ្នឹងដែលយើងមានកាយល្អវាចាល្អចិត្តល្អហ្នឹងគឺសេរីសួស្តីតិចតិជុំក្នុងក្រុមគ្រួសារហើយណាញាតិញោមតិចតិជុំក្នុងក្រុមគ្រួសារហើយហ្នឹងហើយជាពិសេសគឺកូនចៅប្រុសស្រីនេះដឹងគុណលោកឪពុកអ្នកម្ដាយនេះញោមម៉ែបជនណាច្រើនណា8ប្រហែលណា85អីហើយឃើញគឺជាព្រះរស់របស់យើងញាតិញោមដែលយើងទំនុកបំរុងយើងថែរក្សាយើងចិញ្ចឹមបីបាច់គុតគង់ដោយការដឹងគុណហ្នឹងគឺជាធម៌កតញ្ញូនៅក្នុងគ្រួសារហ្នឹងគឺជាហេតុដែលនាំឲ្យនៅសេរីសួស្តីហើយណាញោមអត់មាននរណាណីដតីដែលនាំសេរីសួស្តីឲ្យជាជាងខ្លួនយើងដែលនៅក្នុងក្រុមគ្រួសារហ្នឹងមានសេចក្តីល្អនោះទេជាពិសេសគឺការដឹងគុណគ្នានឹងតែម្ដងដឹងគុណលោកឪពុកអ្នកម្ដាយដឹងគុណណាសាច់ញាតិរបស់យើងណាដោយការធ្វើល្អដល់គ្នាទៅវិញទៅមកអត់មានការឆ្លោះប្រជែងគ្នាអីឆ្លោះតតាំងគ្នាអីទៅទេណាហ្នឹងគឺបានសុខបានចម្រើនណាញាតិញោមហ្នឹងគឺបុគ្គលដែលមានធម៌កតញ្ញូហ្នឹងគឺល្អប្រពៃជាមង្គលណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងណាមេត្តាបេតុឧបដ្ឋានណាំងការដែលយើងចិញ្ចឹមបីបាច់ថែរក្សាលោកឪពុកអ្នកម្ដាយហ្នឹងអេតមាំងអេតមាំងកលមុតតមាំងបានន័យថាជាមង្គលដ៏ឧត្តមណាមង្គលដ៏
ប្រសើររឿងសំខាន់គឺត្រង់ដែលយើងមានការដឹងគុណអ្នកដែលមានគុណរបស់យើងមេត្តាបិតាហើយភរិយាស្វាមីក៏យើងដឹងគុណគ្នាទៅវិញទៅមកណាដែលនៅក្នុងសង្កេលកៈសូត្រព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីតួនាទីញាតិញោមណាភរិយាក៏មានតួនាទីសង្គ្រោះធ្វើសេចក្តីល្អដល់ស្វាមីហើយស្វាមីក៏មានតួនាទីធ្វើសេចក្តីល្អចំពោះភរិយាណាហើយកូនប្រុសស្រីក៏មានតួនាទីធ្វើសេចក្តីល្អបំពេញកាតព្វកិច្ចជូនចំពោះណាលោកឪពុកអ្នកម្ដាយហើយលោកឪពុកអ្នកម្ដាយក៏មានតួនាទីភារកិច្ចមើលថែទូលមានអប់រំដល់កូនចៅប្រុសស្រីបានន័យថាអ្នកដែលនៅក្នុងគេអដ្ឋានហ្នឹងទោះជាតូចធំអីយ៉ាងណាចាស់ទុំហ្នឹងហើយទាំងអស់គ្នាហ្នឹងគឺបានស្គាល់បានដឹងតួនាទីនរណាជាឪពុកនរណាជាម្ដាយនរណាជាស្វាមីនរណាជាភរិយានរណាជាកូនប្រុសស្រីអីណាញាតិញោមឲ្យបំពេញតួនាទីរៀងខ្លួនឪពុកម្ដាយតួនាទីយ៉ាងម៉េចមើលថែកូនភរិយាមានតួនាទីយ៉ាងម៉េចនៅក្នុងគេដ្ឋានស្វាមីមានតួនាទីយ៉ាងម៉េចកូនប្រុសស្រីមានតួនាទីយ៉ាងម៉េចចឹងម្នាក់បំពេញកិច្ចការតួនាទីរៀងខ្លួនហ្នឹងគឺនាំមកនៅសេរីសួស្តីញាតិញោមហើយបើយើងអត់បានបំពេញតួនាទីជាកូនល្អណាជាឪពុកម្ដាយល្អណាជាភរិយាល្អជាស្វាមីល្អទេមានតែរឿងណាចំនួនឆ្លោះទាស់តែងគ្នាមានសេរីមកពីណាញាតិញោមមានសេរីមកពីណាមានដែរញោមបើវល់តែឆ្លោះគ្នាណែបើវល់តែឆ្លោះគ្នាប្រហែលមិនបានផ្ទះថ្មីធំស្កឹមស្កៃអញ្ចឹងទេមិនអញ្ចឹងណាញោមហើយទៅប្រព្រឹត្តអបាយមុខអីស្រីស្រាលបែងអីគ្មានទៅមានលទ្ធភាពណាធ្វើសេចក្តីល្អមានលទ្ធភាពធនធានអីអញ្ចឹងទេអញ្ចឹងគឺយើងទាំងអស់គ្នាមើលឃើញនៅសេចក្តីល្អដែលយើងបានបំពេញប្រកបទៅដោយធម៌នោះជាសេរីជាសួស្តីហើយអញ្ចឹងគឺយើងក៏បីវាចានៅរឿងណាដែលជាអពមង្គលចំនួនឆ្លោះទាស់តែងអីយ៉ាងណាហែកហួរបែកបាក់គ្នាប៉ុន្តែមែនទែនទៅក្នុងគ្រួសារវាតែងតែមានមិនតែគ្រួសារក្នុងសង្គមមនុស្សញាតិញោមណាក្នុងសង្គមមនុស្សយើងពេលខ្លះទៅក៏ត្រូវរើគ្នាទៅពេលខ្លះក៏មាត់តូចមាត់ធំអីអញ្ចឹងទៅនឹងសប្បាយចិត្តខ្លះកើតទុកខ្លះអីហ្នឹងជារឿងទូទៅធម្មតានៅក្នុងសង្គមមនុស្សឯងប៉ុន្តែរឿងដែលសំខាន់គឺយើងចេះមានទឹកចិត្តយោគយល់អធ្យាស្រ័យអត់ឱនណាញាតិញោមហ្នឹងហើយអត់ឱនអធ្យាស្រ័យយោគយល់គ្នានឹងគឺជាកត្តាសំខាន់ដែលនាំមកនៅសេរីសួស្តីសុខចម្រើនហើយណាញាតិញោមបើអត់មានការយោគយល់អធ្យាស្រ័យមានធัวក្នុងខ្លួនទេមិនបាច់ទៅរੂសេរីឯណាទេញាតិញោមទៅអុជធុបអុជអីបន់ស្រន់លោកតាដំបងកញុងអីណាសូមឲ្យខ្ញុំបានសុខសូមឲ្យខ្ញុំមានសេរីសូមឲ្យខ្ញុំកសាងផ្ទះបានថ្មីអីទៅសុំមិនបានលោកតាដំបងកញុងណាបើសុំបានគ្រប់តែគ្នាម្លេះអ្នកបាត់ដំបងបានផ្ទះធំប្រពន្ធញោមហើយបើសុំបានទៅគ្រប់តែគ្នាណាញោមអញ្ចឹងគឺវាចេញពីសេចក្តីល្អរបស់យើងនឹងហើយណាដែលប្រឹងប្រែងធ្វើបុណ្យធ្វើទានរកស៊ីទទួលទានអីអញ្ចឹងទៅគឺបាននៅសុខចម្រើនរូបមង្គលនឹងឯង